សម្រាប់ខ្ញុំសូមមិនលាតត្រដាងអីដែលក្រៅពីអ្វីដែលជាការមើលឃើញពីខាងក្រៅទេណាវាគ្រាន់តែកាលណាបើសិនជាយើងបើកតាមធនាគារទៅគឺបានន័យថាយើងអាចនឹងកាត់បន្ថយច្រើននៅអំពើពុករលួយផ្សេងដែលអាចកើតមានឡើងនៅក្នុងជួរកងទ័ពណាបាទព្រោះអីការបើកដោយសាច់លុយផ្ទាល់វាអាចងាយឲ្យមន្ត្រីខិលខូចនឹងឆ្លៀតពងណានៅក្នុងតាមខ្សែហ្នឹងហើយម្យ៉ាងទៀតក៏យើងដឹងហើយថាទោះបីជារដ្ឋាភិបាលខំបំបត្តិនៅចំនួនខ្មោចយើងហៅថាជាទាហានដែលមានតែឈ្មោះប៉ុន្តែអត់មានគឺថាអត់មាននៅក្នុងมันមានវត្តមាននៅក្នុងជួរកងទ័ពតែមានតែឈ្មោះណាយើងហៅទាហានខ្មោចណាហ្នឹងក៏យើងឃើញនៅតាមហ៊ានហ្នឹងហើយរឿងមួយផ្នែកទៀតនោះគឺទាហានដែលមានតែឈ្មោះប៉ុន្តែមិនទៅចូលកងឯកភាពទេគឺនៅផ្ទះនៅអីរ៉ូស៊ីអីផ្សេងអញ្ចឹងណាបាទដូច្នេះបើក្នុងស្ថានភាពបែបនេះកាលណាផ្ញើរៀបចំប្រព័ន្ធផ្ញើតាមធនាគារតាមអីវានឹងពិបាកសម្រាប់មន្ត្រីដែលគេឆ្លៀតរ៉ូស៊ីនៅក្នុងប្រព័ន្ធហ្នឹងអញ្ចឹងទៅធ្វើឲ្យការត្រួតពិនិត្យទៅលើអំពើពុករលួយមានការពិបាកបាទនេះជាការមើលឃើញរបស់ខ្ញុំណាបាទខ្ញុំគិតថាការអះអាងនេះវាមិនជាសមហេតុផលអីទេប៉ុន្តែប្រមាណទេប៉ុន្តែដោយសារតែប្រទេសដទៃក៏គេមានប្រព័ន្ធសម្រាប់បើកវាវត្តទៅតាមប្រព័ន្ធរបស់គេត្រឹមត្រូវព្រោះកាលណាយើងនិយាយអំពីការយើងធ្វើឲ្យមានតម្លាភាពហើយនិងគណនេយ្យភាពនៅក្នុងប្រព័ន្ធគ្រប់គ្រងលុយកាក់ហ្នឹងវាតតែមានប្រព័ន្ធរបស់គេត្រឹមត្រូវផ្ញើតាមធនាគារមានយើងហៅថាមានតាមត្រឹមត្រូវទៅតាមបច្ចេកទេសណាតែការបើកលុយដឹកទៅផ្ទាល់នេះវានៅតែមានភាពបង្ហាញនូវភាពចន្លោះប្រហោងច្រើនដែលធ្វើឲ្យជនដែលប្រព្រឹត្តអំពើពុករលួយហ្នឹងវាអាចនឹងបន្តកាន់តែមានបានថែមទៀតណាបាទសម្រាប់បានសមត្ថៈខ្ញុំគិតថាសម្រាប់យោធាយើងទទួលស្គាល់ថាយោធាទទួលការព្យាបាលដោយមិនមានអស់ថ្លៃប៉ុន្តែចុះសម្រាប់គ្រួសាររបស់គាត់បាទហើយមែនទែនទៅយើងឃើញថាគ្រួសាររបស់យុទ្ធជនហ្នឹងគឺស្ថិតនៅក្នុងដំណាក់មួយដែលភាគច្រើនស្ថិតតែអ្នកក្រីក្រដែលយើងឃើញណាយើងឃើញនៅរូបក្នុង Facebook អីហ្នឹងណាបាទអញ្ចឹងខ្ញុំគិតថាបើសិនជាយើងមានជាគោលការណ៍យើងមិនគិតថាយោធាមិនបាច់ទទួលបសសប៉ុន្តែគ្រួសារយោធាទាំងអស់ត្រូវទទួលបាននៅបានសសអាហ្នឹងក៏វាសមរម្យណាបាទត្រឹមត្រូវបាទជាការពិតខ្ញុំមិនចង់និយាយត្រឡប់ទៅក្រោយវិញណាយើងដឹងថាជីវភាពរបស់កងទ័ពយើងមិនទាន់ដល់ទៅកន្លែងមួយដែលអាចរស់បានស្រួលណាបាទនៅពេលដែលពួកគាត់ត្រូវយកជីវិតទៅដូរជាមួយនឹងប្រាក់ពីវត្តផងមួយការពីជាតិផងបាទអញ្ចឹងខ្ញុំគិតថាការតម្លើងវាវត្តឲ្យពលរដ្ឋឲ្យយុទ្ធជនឬក៏យោធានឹងឲ្យបានដល់កម្រិតមួយដែលសមរម្យដែលត្រូវបានគេសង្គមផ្ដល់តម្លៃឲ្យវាជារឿងសមស្របបំផុតហើយជារឿងមួយដែលត្រូវធ្វើមុនពេលដែលចាប់ផ្ដើមធ្វើទំនើបកម្មយោធាផ្សេងទៀតបើយើងដឹងហើយថាបើយើងមានរបស់ទំនើបបែបណាក៏ដោយប៉ុន្តែបើកងទ័ពនៅតែក្រនៅពិបាកវាមិនអាចនឹងយកទៅបង្ហាញយកទៅប្រកួតជាមួយគេអ្នកជិតខាងបានទេបាទនេះជារឿងសំខាន់ហើយយើងដឹងថាមិនមែនរដ្ឋមិនអាចធ្វើបានទេខ្ញុំជឿបើសភាគេប្រាក់ខែ 4-5,000 គេអនុម័តបានប៉ុន្តែហេតុអីក៏គេមិនអាចជួយយោធាបានអានេះគឺជាសំណួរដែលជាសិទ្ធិចម្ងល់របស់ពលរដ្ឋដែរណាបាទខ្ញុំនឹងប៉ុន្តែអ្វីដែលខ្ញុំចង់ឃើញគឺផ្នែកមួយនៃការចាប់ផ្ដើមធ្វើទំនើបកម្មកងទ័ពនេះគឺត្រូវចាប់ផ្ដើមពីរឿងពិចារណាទៅលើធ្វើម៉េចឲ្យកងទ័ពហ្នឹងគឺមានប្រាក់បៀវត្សមួយដែលសមរម្យអាចនឹងចិញ្ចឹមខ្លួនឯងឬក៏គ្រួសាររបស់គាត់បានស្រួលទៅនៅពេលដែលគាត់យកជីវិតទៅបដូរជាមួយទឹកដីជាមួយសង្គមជាតិបាទការពារជាតិបាទខ្ញុំគិតថាសប្តាហ៍ថ្ងៃនេះបើយើងមើលពីបន្ទាត់ក្រីក្រយើងដូចជាឡើងដល់300ណាអញ្ចឹងបើអាចដល់500អីក៏នេះសម្រាប់ពលទាហានធម្មតាពី500ពីវាងពី500ទៅ$1,000ខ្ញុំគិតថាសមរម្យហើយក៏ប្រហែលជាងាយក្នុងការជ្រើសរើសកងទ័ពផងដែរបើសិនជាយើងមានពីចន្លោះ500ទៅ$1,000ណាហើយខ្ញុំគិតថារដ្ឋត្រូវពិនិត្យមើលពីប្រព័ន្ធនៃការរកប្រាក់ចំណូលរដ្ឋនឹងឡើងវិញបាទព្រោះយើងឃើញប្រទេសគេតូចជាងយើងផងប៉ុន្តែគេខ្លាចទៅជាប្រទេសអ្នកមានរហូតដល់ GDP គេឡើង$3-4 ម៉ឺននៅក្នុងមួយឆ្នាំខ្ញុំគិតថាកម្ពុជាមិនគួរបន្ទន់ខ្លួន
កំធ្វើកំសត់ទេត្រូវតែប្រឹងប្រែងមកហើយដើម្បីឲ្យវាឡើងទៅទាន់គេលុះត្រារដ្ឋហ្នឹងទៅពិនិត្យមើលឡើងវិញទៅលើប្រព័ន្ធនៃការប្រមូលប្រាក់ចំណូលរបស់យើងហ្នឹងហើយនឹងបំបត្តិអំពើពុករលួយជារឿងសំខាន់ព្រោះយើងនៅតែមើលឃើញថាថវិកាមួយចំនួនច្រើនហ្នឹងវានៅតែហូរចូលក្នុងអប៉ៅអ្នកមានអំណាចផ្សេងដែលគេរកស៊ីហ្នឹងណាបាទអញ្ចឹងទៅវាធ្វើឲ្យស្គមជាតិប៉ុន្តែវាធាត់បុគ្គលមានអំណាចបាទរឿងដែលសំខាន់ខ្ញុំមើលទៅឃើញមានពីរបាទទី1គឺសំណួរដែលខ្ញុំតែងចោទសួរថានៅពេលដែលរដ្ឋាភិបាលយើងបង្កើតតាមរយៈការបន្តវេនដែលហាក់ដូចជានៅតាមខ្សែជួរតាំងពីលើដល់ក្រោមมันមានការរៀបចំបងប្អូនកូនចៅអីនៅពេញទៅប្រព័ន្ធគ្រប់គ្រងណាអានឹងជាសំណួរទេខ្ញុំគាត់លើកសំណួរសួរថាតើប្រព័ន្ធដែលរៀបចំបែបហ្នឹងនឹងអាចផ្ដល់នៅបំបត្តិអំពើពុករលួយឬផ្ដល់នៅយុត្តិធម៌សម្រាប់មន្ត្រីរាជការគ្រប់រូបនឹងបានដល់កម្រិតណាអានេះជារឿងមួយដែលសំខាន់ណាស់ដែលខ្ញុំតាំងនិយាយតាំងពីដើមខ្ញុំថាបើធ្វើកើតល្អប៉ុន្តែគេលោធ្វើវាមិនបានគេទៅធ្វើទៅជាយល់គ្នាបាច់ប៉ះគ្នាទៅវិញទៅមកប៉ះខ្សែនេះប៉ះខ្សែនោះណានោះគឺរឿងដែលរសើបហើយបើធ្វើបានល្អប៉ុន្តែបើធ្វើមិនបានអានឹងវាជារឿងមួយដែលធ្វើឲ្យដំណើរការរដ្ឋនឹងវាទៅមុខវាពិបាកបាទហើយទី2ខ្ញុំនៅតែគិតថាចំនួនមន្ត្រីរាជការចំនួនស្ថាប័នហើយនឹងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលបច្ចុប្បន្នហ្នឹងទាំងក្រសួងទាំងនេះហាក់ដូចជាច្រើនលើសលប់បើប្រៀបធៀបជាមួយប្រទេសគេដទៃហើយយើងដឹងហើយថាយើងតើផ្ទុយពីវៀតណាមគេបន្ថយពីធំមកតូចប៉ុន្តែយើងចំនួនច្រើនមកចំនួនតិចរីឯយើងបង្កើនពីតិចទៅច្រើនបាទហើយក្នុងនោះវាសំណួរចោទសួរថាបង្កើនហ្នឹងបង្កើនដើម្បីប្រសិទ្ធភាពរដ្ឋការគ្រប់គ្រងឬមួយបង្កើនគ្រាន់តែដើម្បីបង្កលក្ខណៈឲ្យបង្កើតតួនាទីសម្រាប់ឲ្យមនុស្សគេយកចិត្តមន្ត្រីរាជការដើម្បីបង្កើតចំនួនមនុស្សឲ្យបានចំនួនតួនាទីទៅដើម្បីដាក់មនុស្សទៅចូលឲ្យបានកាន់តែច្រើនគ្នាដល់ពីធ្ងន់ថវិកាជាតិដែលត្រូវចាត់ចែងទៅបាទការគ្រាន់តែរើសមនុស្សចូលនៅក្នុងស្ថានភាពវាមិនមានអីខុសទេប្រទេសណាក៏គេមានដែរណាសម្រាប់ដូចថៃអីវៀតណាមអីក៏គេមានធ្វើដែរហ្នឹងវាមិនខុសអីទេវាត្រូវតែធ្វើហើយបាទក៏ប៉ុន្តែនៅពេលដែលយើងត្រូវការកងកម្លាំងបន្ថែមនេះតើយើងត្រូវមានថវិកាសម្រាប់ជួយគ្រប់គ្រងហើយពិសេសទៅទៀតនោះពាក្យថាកងទ័ពខ្លាំងទៅរួចមិនមែនខ្លាំងដោយសារយើងមានចំនួនកងទ័ពច្រើនទៅមុខទេប៉ុន្តែខ្លាំងមួយទៀតគឺផ្នែកខាងបច្ចេកវិទ្យាខាងយោធាហ្នឹងក៏ត្រូវតែកើនដែរបាទបើសិនជាយើងមានទ័ពច្រើនប៉ុន្តែបច្ចេកវិទ្យារបស់យើងមិនដល់ហ្នឹងវាស្មើនឹងយើងដេញមនុស្សឲ្យដើរហាលភ្លៀងទៅទឹកអីដូចយើងឃើញកន្លងមកហើយអញ្ចឹងតែច្បាំងតែយើងអត់មានអីទប់ទល់ជាមួយនឹងយន្តហោះជាមួយដ្រូនរបស់គេអញ្ចឹងយើងក៏គ្រោះថ្នាក់ជីវិតអស់ច្រើនដែរបាទ